ពុទ្ធបរិស័ទយើងបែងចែកពុទ្ធបែងចែកពធបែងចែកប្រសង់នឹងឯងឲ្យបានច្បាស់លាស់ក្នុងរតនៈហ្នឹងចឹងដូចជាខ្ញុំណាបានទទួលដីរាប់អានពីគុណចាស់មកសម្ដែងពធអីចឹងបងប្អូនកូនចៅកុំឲ្យមើលមកថាជាកុហកអីកុំឲ្យមើលឃើញត្រឹមតែប៉ុណ្ណឹងកុហកហើយនឹងឯងមិនមែនជាបព្វជិតហើយតែកុហកហើយណាក៏ប៉ុន្តែត្រូវមើលឲ្យឃើញពធទៅណាអាហ្នឹងបានយើងមិនមានចង្អៀតចង្អល់ទៅតល់អីនឹងឯងព្រោះក្រេធម្មាសនៈគឺក្រេពធចឹងនឹងឯងកុំឲ្យយើងមើលមកក្នុងនៃបកែបកម្មអីចំពោះបុគ្គលណានឹងឯងបើយើងមើលមកឃើញបុគ្គលអញ្ចឹងធ្វើម៉េចយើងមានបឋមរតនៈទៅនឹងឯងគឺយើងត្រូវមើលឲ្យឃើញពធនៅក្នុងមโนទ្វេរវិថីចិត្តតែប៉ុណ្្នឹងទេនឹងឯងចឹងដល់តែយើងមើលឃើញពធទៅអត់មានបញ្ហាអីទៀតទេជាមួយគ្នានឹងអ្នកសំដែងហ្នឹងចឹងប៉ុណ្ណាឲ្យតែយើងចេះមើលឃើញពធដោយមโนទ្វេរវិថីក៏ណាគឺបត្រៃបៃដកស្វាខាតោភគវតាធម្មោចឹងនឹងឯងព្រះបរិយត្តិធัวគឺបត្រៃបៃដកជាធัวគឺជាធัวដែលព្រះដែលមានពភាទ្រង់ត្រាស់សម្ដែងឲ្យដោយល្អអញ្ចឹងយើងតាំងចិត្តគោរពទៅក្នុងបឋមរតនៈដែលបឋមរតនៈនេះសូម្បីតែព្រះពុទ្ធអង្គក៏ទ្រង់គោរពដែរនឹងឯងចឹងយើងមើលមកមិនឃើញធัวអានឹងយើងមិនដឹងជាត្រូវគោរពពធัวបឋមរតនៈហ្នឹងយ៉ាងម៉េចទៅបានហើយការបូជាពធัวក៏មិនដឹងយើងបូជាយ៉ាងម៉េចនឹងឯងហើយយើងមើលមិនឃើញពធัวគឺយើងឃើញតែបុគ្គលទេដោយព្រាហ្មណ៍គាត់មិនដឹងថាត្រូវបូជាពធัวយ៉ាងម៉េចព្រោះគាត់បូជាពុទ្ធហើយគាត់បូជាព្រះសង្ឃហើយដល់ទៅត្រូវបូជាពធัวតតែសួរព្រះអង្គហើយព្រះអង្គទ្រង់សម្ដែងឲ្យបូជាដល់ភិក្ខុជាពហុសូត្រចឹងទៅហើយដល់ទៅសាកសួរសង្ឃទៅចង្អុលទៅព្រះអនន្តចឹងយកចៃវរហ្នឹងទៅប្រគេនព្រះអនន្តប៉ុន្តែឃើញគាត់បូជាពធហ្នឹងឯងព្រះអនន្តទទួលមែនប៉ុន្តែក្នុងន័យដែលគាត់បានថ្វាយហ្នឹងគឺថាបង្អោនទៅក្នុងការបូជាពធហើយព្រះអនន្តក៏ជ្រាបក្នុងការហ្នឹងចឹងទៅក៏នឹកឃើញដល់ព្រះសារីបុត្រទៅហ្នឹងឯងអញ្ចឹងក៏ព្រះអង្គក៏ទ្រង់អនុញ្ញាតឲ្យទុកអត្តរ័យកិច្ចីវរហ្នឹងណារងចាំព្រះសារីបុត្រនិមន្តមកចឹងទៅក្នុង9ថ្ងៃ10ថ្ងៃហ្នឹងចឹងទៅកុំឲ្យលើសអំពី10ថ្ងៃហ្នឹងក្នុងការទុកនៅអត្តរ័យកិច្ចីវរហ្នឹងនឹងឯងតែមានព្រះវិន័យអញ្ចឹងទៅណានឹងឯងតែហើយព្រះសិរីបុត្រទទួលពីព្រះអនន្តបានបូជាថ្វាយព្រះសម្មាសម្ពុទ្ធពីព្រោះព្រះអង្គជាធម្មរាជាហ្នឹងគឺទឹកបតីអញ្ចឹងហើយសិតតែធ្លាប់សន្សំឧបនិស្ស័យមកទេកាលដែលព្រះអនន្តនឹងជាព្រះរាជាព្រះសិរីបុត្រជាបរោហិតជាគ្រូរបស់ព្រះរាជានឹងឯងហើយព្រាហ្មណ៍ដែលបានបូជាចៃវរហ្នឹងពីមុនហ្នឹងជាកដុំពីរដល់តែស្គាល់ថាជាព្រះរាជាស្ដេចយាងពេតព្រះនគរដោយស្ងាត់ហ្នឹងអញ្ចឹងក៏យកកយ៉ាមកថ្វាយព្រះរាជាបូជាដល់បរោហិតព្រោះស្ដេចយាងទៅជាមួយបរោហិតហ្នឹងនៅនឹងសាលាក្នុងបច្ច័នប្រទេសជនបទចឹងទៅហើយក្នុងកាលនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គជាព្រះបរមពុរិស័ទបួសជាតាបសចឹងទៅបរោហិតហ្នឹងក៏យកទៅថ្វាយព្រះតាបសហើយក្នុងកាលនោះមានទាំងព្រះបច្ចេកពុទ្ធផងចឹងបានយាងមកគង់នៅនឹងសាលានៅចិត្តហ្នឹងព្រះតាបសបរមពុរិស័ទក៏យកទៅថ្វាយព្រះបច្ចេកពុទ្ធទៀតផងព្រះបច្ចេកពុទ្ធក៏សោយទៅបរិនិព្វានទៅហើយព្រះ
តាបោះក៏បានមកជាព្រះសម្មាសម្ពុទ្ធបរមគ្រូហើយបរោហិតបានមកជាព្រះសិរីបុត្រព្រះរាជាមកជាព្រះអានន្ទនឹងឯងអញ្ចឹងវាមានរឿងការដែលបូជានឹងទីអតីតៈនឹងក៏សំមកអញ្ចឹងនឹងឯងនេះខ្ញុំណាគ្រាន់តែរំលឹករំលើកដោយត្រង់ទេមិនមានបំណងអីក្នុងរឿងដូចថាចង់ការពាររក្សាខ្លួនឯងឬក៏មានបំណងស្អីផ្សេងទៅក្រៅតែពីថាធ្វើម៉េចឲ្យបងប្អូនកូនចៅនឹងបានស្គាល់បានយល់ព្រះធម៌ព្រោះដែលត្រូវបូជាព្រះធម៌ត្រូវគោរពព្រះធម៌ហ្នឹងទាំងអ្នកសំដែងទាំងអ្នកស្ដាប់អីទាំងអស់ហ្នឹងទេតាចឹងគាត់ណាពីព្រោះព្រះធម៌មិនមែនជាបុគ្គលអង្គណាទេជាបឋមរតនៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពិចារណារកសមណៈព្រាហ្មណ៍ណាដើម្បីព្រះអង្គទ្រង់គោរពហ្នឹងមិនមានទេនឹងឯងមានតែធម៌ដែលព្រះអង្គត្រាស់ដឹងហ្នឹងហើយព្រះអង្គក៏ទ្រង់គោរពព្រះបរិយត្តិធម៌នឹងឯងទីខោសំដែងចឹងទៅព្រះអង្គប្រថាប់ឈួរយប់វាស់ព្រឹក3យាមក្នុងការស្ដាប់ពធចឹងក៏មានក៏ណាហ្នឹងគឺព្រះធម្មរតនៈតែយើងមានព្រះពុទ្ធមានព្រះធម៌មានព្រះសង្ឃជាសរណៈហ្នឹងនឹងឯងគឺមានបំណងឲ្យកូនចៅហ្នឹងបានស្គាល់ព្រះធម៌ពីព្រោះយើងមិនបានសិក្សាសង្កេតពិនិត្យយើងមើលមកយើងអត់ឃើញពធัวទេយើងមើលឃើញតែបុគ្គលចឹងទៅវាអាចបងប្អូនកូនចៅនឹងមានការដូចថាសង្ស័យឬក៏មានការតោះក្នុងបតីតោះចិត្តអីនឹងយ៉ាងណាចឹងទៅវានាំឲ្យមានវាចាឡើងហើយក៏នាំឲ្យមានការកកល្អក់ក្នុងសំណាក់នៃពុទ្ធសាសនាវិស័យនៃពុទ្ធបរិស័ទនឹងមានការមិនព្រមព្រៀងគ្នាវាអាចបង្កើតទៅជាការបែកបាក់នឹងឯងនៅក្នុងសង្គមនៃពុទ្ធបរិស័ទយើងចឹងកណាដល់ទៅយើងបានយល់ដោយល្អអញ្ចឹងទៅវាបង្កើតទៅជាការគោរពពុទ្ធការគោរពព្រះធម៌ការគោរពព្រះសង្ឃត្រូវកំចាត់បង់វិវេទមូលឬគល់នៃការឆ្លោះប្រកែកតោះតេកនឹងចេញទៅជាការព្រមព្រៀងគ្នារបស់សង្ឃឬពួកក្រុមអញ្ចឹងគឺមានការអនុគ្រោះក៏ណាដោយសេចក្តីគោរពទៅតាមហ្នឹងឯងព្រោះយើងគោរពពធគ្រប់ព្រះអង្គគ្រប់គ្នាសិតតែត្រូវគោរពពធហ្នឹងឯងតែគឺក្រហមបាសកបាសិកាត្រូវគោរពបព្វជិតទំនប់ម្រងបច្ច័យ4ទៅហ្នឹងឯងចឹងមិនច្រឡំគ្នាទេណាពធគឺពធចឹងពេលដែលសម្ដែងពធហ្នឹងគឺជាពធណាអត់មានបុគ្គលអីនៅក្នុងពធហ្នឹងទេនឹងឯងនៅលើទឹកបតីទឹកចិត្តនៃពុទ្ធបរិស័ទនឹងឯងចឹងគឺប្រកាសណាគុណចាស់ក៏រក្សាបត្រៃបីដករក្សាពុទ្ធសាសនាដើម្បីបានជាបុព្វការីមានឧបការៈលើពុទ្ធបរិស័ទបងប្អូនកូនចៅញាតិញោមនឹងទៅទំនាក់ទំនងគ្នាអញ្ចឹងដោយបហប្រតិដោយអធ្យាស្រ័យល្អនឹងឯងតែដែលមិនមានការតោះតេងខ្វែងគំនិតអីទៅគ្នាក្នុងពុទ្ធបរិស័ទយើងនឹងឯងចឹងបាសកបាសិកាពេលសម្ដែងធัวគឺយើងកុំគិតបាសកបាសិកាអីតែក្រេធម្មេសនៈគឺអ្នកណាហ៊ានឡើងគឺត្រូវគោរពពធអញ្ចឹងពេលហ្នឹងគឺមានតែពធនៅក្នុងចិត្តសន្តានអញ្ចឹងទៅហើយបាសកបាសិកាថ្វាយបង្គំព្រះសង្ឃណាហើយបបួលបងប្អូនកូនចៅក្រុមគ្រួសារដាក់វេនប្រចាំអនោចខ្នើតវេនបិណ្ឌកឋិនទានគោរពជ្រះថ្លាទៅក្នុងព្រះសង្ឃអញ្ចឹងទៅនឹងឯងចឹង
គឺមានចិត្តទន់ភ្លន់គោរពព្រះសង្ឃហ្នឹងស្រ័យព្រះសង្ឃនឹងឯងដែលបានរក្សាព្រះសាសនាមកហើយក៏ជាមលុបដែលជាព្រះសង្ឃសាវកត្រួតត្រងសម្ពុតការសាវកហ្នឹងចឹងទៅវាមានសេចក្តីសុខសាន្តទៅហើយចឹងកណាមិនមានបញ្ហាអីនៅក្នុងរឿងដូចដែលកន្លងមកហ្នឹងវាមានកម្មរកុសអីខ្លះរឿងបាសកបាសិកាសម្ដែងពធអីហ្នឹងចឹងតែណាគឺយើងមើលដល់បហប្រតិមើលដល់ចិត្តសន្តានចឹងបាសកបាសិកានឹងគឺមិនមែនមិនគោរពព្រះសង្ឃទេគោរពណាស់ណាគោរពណាស់គោរពមែនទេមិនមែនគ្រាន់តែធ្វើទេគោរពក្នុងសេចក្តីជ្រះថ្លាគោរពក្នុងចិត្តបន់ហើយទំនុកបំរុងទៅទៀតរួបរួមគ្នាដោយថាមានការរាប់អានពីញាតិញោមអីគ្រាន់បើអីចឹងទៅអាចគាត់មានសិស្សគុណអីរបស់គាត់ប្រម៉ែប្រមូលទៅធ្វើកឋិនទានទៅធ្វើការប្រាក់ទៅធ្វើចង្ហាន់ប្រសង់ទៅនឹងឯងចឹងហើយប្រកាសអីបូជាពធអីក៏ចាត់ចែងទំនុកបំរុងប្រសង់អីទៅទាំងអស់នឹងឯងអាហ្នឹងដែលយើងមើលឲ្យទលំទលាយទូទៅអញ្ចឹងគឺថាមានការសុខសាន្តណាស់អត់មានបញ្ហាអីដែលនឹងឲ្យកើតនៅក្នុងចិត្តប្រព្រឹត្តទៅដោយគំនិតរិះគិតមិនល្អអីទៅទេចឹងក៏ណាហើយបហប្រតិអនុគ្រោះនៅក្នុងប្រសង់ហ្នឹងក៏ធំទលំទលាយទៅចឹងក៏ណាដោយព្រះគុណណាចឹងដោយព្រះគុណគឺធំទលំទលាយទៅធ្វើឲ្យស័ក្តិព្រះមចារីក្តីអបាសកបាសិកាក្តីនឹងមានសេចក្តីគោរពកោតក្រែងទៅដូច្នេះគឺរឹងរិតតែល្អប្រសើរទៅទេមិនមែនជារឿងចាប់បង្ខំអីណាចឹងមនុស្សយើងមានតម្លៃទៅដោយគុណធម៌មានបហប្រតិធំទលំទលាយទៅដោយសេចក្តីសន្តោសដោយមេត្តាករុណាហើយអត់មានដូចថាសាបសូន្យអន់ថយអីក្នុងគុណតម្លៃនៃបុគ្គលដែលថាជាប្រសង់នឹងត្រូវអាប់អោនអន់ថយអីគឺអត់ទេនឹងឯងយើងណែនាំជួយប្រាប់ជួយបញ្យល់បងប្អូនកូនចៅទៅណាគឺត្រូវមើលឲ្យឃើញពធគឺណាក៏មើលឃើញបុគ្គលគឺណាដល់យើងមើលឃើញពធទៅប្រាប់កូនប្រាប់ចៅទៅអូចឹងណាពធចឹងទៅហើយយើងមើលឲ្យទលំទលាយទៅយើងកុំគ្រាន់តែមើលមកពេលដែលឧបាសកបាសិកាសម្ដែងពធនៅលើក្រេធម្មាសនៈហ្នឹងណាទលំទលាយបាសកបាសិកាហ្នឹងគឺគោរពប្រសង់គោរពណាស់នឹងឯងចឹងអាហ្នឹងដែលយើងត្រូវមើលឲ្យបានសពគ្រប់ចឹងទៅហើយដល់តែពេលសម្ដែងពធគឺអត់មានយកបាសកបាសិកានឹងមកជាប្រមាណអីទៅទេគឺយកពធចឹងពធគឺពធទៅណាអត់មែនជាបុគ្គលទេអត់មែនជាពុទ្ធទេពធចឹងហើយក៏មិនមែនជាប្រសង់ដែរមិនមែនបាសកបាសិកាទេអាហ្នឹងគឺទាល់តែប្រកបនៅក្នុងមโนទ្វារវិថីចិត្តនឹងឯងចឹង